ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដោយលោកគ្រូអ្នកគ្រូបានដឹងថាជារៀងរាល់ខែគឺខាងសាលារបស់យើងគឺអនុញ្ញាតឲ្យយើងធ្វើការប្រឡងប្រចាំខែរបស់សិស្សតាមថ្នាក់មួយរបស់លោកគ្រូអ្នកគ្រូតាមរយៈប្រព័ន្ធថ្នាល PLP អញ្ចឹងប៉ុន្តែមានពេលខ្លះដោយសារសេវាអ៊ីនធឺណិតលោកគ្រូអ្នកគ្រូពិបាកក្នុងការធ្វើតេស្តអញ្ចឹងត្រូវការប្រើกระดาษជំនួសអីចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូអំពីរបៀបនៃការចូលទៅ download ឯកសារយកមកដើម្បី print បើសិនជាករណីថាកន្លែងសាលាលោកគ្រូអ្នកគ្រូពិបាកក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិតឬក៏តំបន់ដាច់ស្រយាលអីចឹងជាដំបូងលោកគ្រូអ្នកគ្រូបើកកម្មវិធី PLP របស់លោកគ្រូអ្នកគ្រូមកបាទបើសិនលោកគ្រូអ្នកគ្រូ download បើកវាជា app ទៅដូចខ្ញុំនេះអញ្ចឹងគឺមាន download ទុកនៅលើនេះបើអត់ទេបងប្អូនចូលលោកគ្រូអ្នកគ្រូចូល Google ទៅ Chrome តែខ្ញុំបាន download ហើយនេះគឺខ្ញុំនឹងចូលនៅកន្លែងនេះតែម្ដងអញ្ចឹងខ្ញុំចុចបើកអញ្ចឹងចេញទម្រង់របៀបនេះមកខ្ញុំចុចលើពាក្យថាអនុវិស័យការអប់រំបឋមសិក្សាបន្តមកទៀតដើម្បីប្រឡងខ្ញុំចុចត្រង់ពាក្យថាសិស្សបន្តមកទៀតពីមុនមានតែ2នេះទេបាទឥឡូវគឺថែមថ្មីនេះហើយថ្នាលបឋមហើយ PTOM បាទអញ្ចឹងលោកគ្រូអ្នកគ្រូចុចអានេះកដាលនេះណាថ្នាលបឋមហើយបើកពងកញ្ចក់ថ្មីបន្តមកទៀតនៅត្រង់កន្លែងបញ្ចូលឈ្មោះគណនីខ្ញុំជឿជាក់ថាលោកគ្រូអ្នកគ្រូចេះដាក់ហើយបាទអញ្ចឹងខ្ញុំកាត់យកកន្លែងតែម្ដងទៅអញ្ចឹងខ្ញុំចូលឈ្មោះរបស់ខ្ញុំតែម្ដងជាគណនីគ្រូខ្ញុំចូលរបស់ខ្ញុំតែម្ដងបន្តមកទៀតលោកគ្រូអ្នកគ្រូចុចលើ profile ខ្លួនឯងកន្លែងនេះហើយយកពាក្យថាតេស្តកន្លែងនេះបន្តមកទៀតលោកគ្រូអ្នកគ្រូនឹងឃើញមានពាក្យថាប្រឡងប្រចាំខែកន្លែងនេះអញ្ចឹងលោកគ្រូអ្នកគ្រូអុសរមើលថ្នាក់ដែលលោកគ្រូអ្នកគ្រូកាន់អញ្ចឹងសម្រាប់ខែមិថុនាគឺថ្នាក់ទី3គឺមានមួយមុខវិជ្ជាគណិតវិទ្យាអញ្ចឹងលោកគ្រូអ្នកគ្រូអាចប្រឡងគឺចុចនៅលើឡើងតែម្ដងដើម្បីប្រឡងអញ្ចឹងលោកគ្រូអ្នកគ្រូឃើញមុនពេលប្រឡងគឺប្រព័ន្ធបានបញ្ជាក់ប្រាប់ឲ្យប្រឡងប្រចាំខែមិថុនារយៈពេល45នាទីមាន30សំណួរហើយធ្វើចាប់ពី50បន្ទុកឡើងទៅ 50% ឡើងទៅទើបជាប់អញ្ចឹងណាអញ្ចឹងលោកគ្រូអ្នកគ្រូចាប់ផ្ដើមប្រឡងទៅនីតិនឹងចាប់ផ្ដើមដើរប៉ុន្តែគោលបំណងក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញពីរបៀបដែលលោកគ្រូអ្នកគ្រូអាច download ឯកសារពីក្នុងប្រព័ន្ធហើយ print ចេញដើម្បីឲ្យសិស្សគាត់ធ្វើតែម្ដងងាយស្រួលអញ្ចឹងលោកគ្រូអ្នកគ្រូចុចនេះលោកគ្រូអ្នកគ្រូចុចកន្លែងសញ្ញាព្រួយដាំក្បាលចុះក្រោមហ្នឹងកន្លែង download ចុចទីនេះមកវានឹង download អញ្ចឹងខ្ញុំមិនចុចទៀតទេដោយសារខ្ញុំបាន download ហើយអញ្ចឹងខ្ញុំទៅមើលនៅក្នុង file manager របស់ខ្ញុំបាទអញ្ចឹងខ្ញុំ download ហើយអញ្ចឹងវានៅក្នុងទូរស័ព្ទវាប្រកាសជានៅក្នុង file manager ឬក៏ពាក្យថា file ហើយបើលើ computer លោកគ្រូងាយស្រួលអញ្ចឹងខ្ញុំយក file នេះនៅខាងលើគេបាញ់នេះដែលខ្ញុំ download បានគឺមួយនេះបាទអញ្ចឹងចុចបើកមកបាទអញ្ចឹងគេដាក់ថាប្រឡងប្រចាំខែមិថុនាមានក្បាលលើអញ្ចឹងទៅមានសំណួរអញ្ចឹងទៅអញ្ចឹងសរុបទៅមាន13ទំព័រអញ្ចឹងបើសិស្សលោកគ្រូមាន20នាក់អញ្ចឹងលោកគ្រូត្រូវតែព្រីនឲ្យគាត់ឲ្យបានគ្រប់ដូចគ្នាក្នុងសិស្សម្នាក់ត្រូវចំណាយกระดาษ13សន្លឹកលោកគ្រូអ្នកគ្រូឃើញបាទតែការចំណាយនេះគឺវាមានចំណាយច្រើនអញ្ចឹងលើកទឹកចិត្តបើសិនលោកគ្រូអ្នកគ្រូអាចប្រឡងតាមទូរស័ព្ទបានដើម្បីសន្សំចៃกระดาษអាចប្រឡងទៅតែបើសិនករណីថាប្រឡងមិនកើតសោះសេវាអ៊ីនធឺណិតមានបញ្ហាលោកគ្រូអាចធ្វើតាមវិធីនេះបានអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនលោកគ្រូអ្នកគ្រូមានចម្ងល់ទាក់ទងនឹងថ្នាល PLP អាចខមមិនសួរបន្ថែមទៀតបានអ្វីដែលខ្ញុំចេះដឹងខ្ញុំនឹងព្យាយាមចែករំលែកជូន